สุดท้ายในขนมวิดีโอนี้ខ្ញុំចែករំលែក4ចំណុចសំខាន់ជួយឲ្យឡើងសាច់ដុំលឿនអញ្ចឹងអ្នកដែលហាត់ប្រាណអ្នកដែលចង់ឡើងសាច់ដុំលឿនតាមដានវីដេអូនេះទាំងអស់គ្នាតើ4ចំណុចសំខាន់ហ្នឹងមានអ្វីខ្លះអញ្ចឹងតើតងចំណុចទី1សំខាន់ជាងគេគឺការហាត់ប្រាណដែលត្រឹមត្រូវអញ្ចឹងត្រូវដឹងថាការហាត់ប្រាណមិនមែនគ្រាន់តែហាត់ទេតែយើងត្រូវដឹងថាយើងត្រូវហាត់តាមវិធីណាទៅតាមគោលដៅនិងរូបរាងរបស់យើងអញ្ចឹងយើងហាត់ឲ្យត្រឹមត្រូវគោលដៅក្នុងការបង្កើនសាច់ដុំគឺយើងផ្ដោតទៅលើតកតងទៅនឹង strength training ឬក៏យើងហៅថា resistance training អញ្ចឹងយើងអាចហាត់ដោយការបន្ថែមគីឡូឬក៏ហាត់ជាមួយនឹងទម្ងន់ខ្លួនរបស់យើងអញ្ចឹងតកតងនឹង strength training គឺយើងផ្ដោតទៅលើលំហាត់បែប compound movement គឺលំហាត់ដែលធ្វើចលនាសាច់ដុំច្រើនក្រុមក្នុងពេលតែមួយឧទាហរណ៍ដូចជាលំហាត់ squat គឺជាលំហាត់ដែលល្អខ្លាំងព្រោះថា squat គឺផ្ដោតទៅលើសាច់ដុំក្រុមធំគឺតកតងទៅនឹងជើងយើងហ្នឹងហើយក្រៅពីការពង្រឹងសាច់ដុំបានច្រើនហើយវាជួយទៅនឹងការជំរុញការផលិតអរម៉ូន testosterone ទៀតលំហាត់នេះអញ្ចឹងធ្វើឲ្យរាងកាយរបស់យើងមានសមត្ថភាពផលិតសាច់ដុំបានកាន់តែល្អហើយលំហាត់ deadlift លំហាត់ bench press លំហាត់ lat pull down ឬក៏លំហាត់ដែលយើងផ្ដោតទៅលើសាច់ដុំក្រុមធំសំខាន់មានជើងមានទ្រូងមានខ្នងអញ្ចឹងលំហាត់ទាំងអស់ហ្នឹងគឺសិតតែជាលំហាត់ដែលល្អជួយជំរុញការបង្កើនសាច់ដុំបានលឿនហើយយើងគួរហាត់ហោចណាស់ឲ្យបាន4ទៅ5ថ្ងៃទៅក្នុងមួយអាទិត្យយើងអាចសម្រាក3ទៅ2ថ្ងៃទៅ3ថ្ងៃនៅក្នុងមួយអាទិត្យណាហើយបើសិនជាអ្នកដែលគេវឹកហាត់រយៈពេលយូរហើយគេអាចហាត់រហូតដល់6ថ្ងៃនៅក្នុងមួយអាទិត្យគេសម្រាកតែមួយថ្ងៃទេហើយតកតងទាំងពេលវេលានៃការហាត់វិញគឺយើងអាចហាត់ចន្លោះពីកន្លះម៉ោងទៅ1ម៉ោងទៅតាមកម្រិតនៃការហាត់បើយើងចាប់ផ្ដើមដំបូងយើងអាចហាត់ខ្ទង់កន្លះម៉ោងប៉ុន្តែបើគេអ្នក advance គេហាត់យូរហើយគេអាចហាត់40នាទីទៅ1ម៉ោងអីចឹងទៅហើយហាត់ពេលព្រឹកក៏បានពេលថ្ងៃក៏បានពេលល្ងាចក៏បានអាស្រ័យទៅលើពេលវេលាដែលយើងមានហើយយើងអាចហាត់បានទៀងទាត់សំខាន់គឺភាពទៀងទាត់ហើយមួយទៀតគឺតកតងទៅនឹង method គេហៅថា progressive overload ហ្នឹងគឺនៅពេលដែលយើងចាប់ផ្ដើមហាត់គឺយើងហាត់នៅគីឡូស្រាលមានន័យថាយើងចាប់ផ្ដើមដំបូងណានៅពេលដែលរាងកាយយើងស៊ាំជាមួយនឹងគីឡូហើយយើងចាប់ផ្ដើម add គីឡូបន្ថែមបន្តិចម្ដងខ្ញុំឧទាហរណ៍ថាយើងហាត់ bench press សម្រាប់ដំបូងគឺយើងអាចហាត់បានតែ40គីឡូយើងអាចលើក12 rep នៅក្នុងមួយ set 40គីឡូហ្នឹងហើយបន្ទាប់មកយើងហាត់ 3-4 សប្តាហ៍ក្រោយយើងមានអារម្មណ៍ថា40គីឡូហ្នឹងយើងលើកយ៉ាងងាយស្រួលសម្រាប់12 rep ហ្នឹងអញ្ចឹងយើងអាចបន្ថែមទៅដល់50គីឡូឬក៏45គីឡូយើងដេញជារៀងរហូតអញ្ចឹងធ្វើឲ្យសាច់ដុំរបស់យើង stimulate រាងកាយរបស់យើង stimulate ការសំយោគ protein ថ្មីបង្កើនសាច់ដុំជាប្រចាំហើយត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ដែរអញ្ចឹងថ្ងៃសម្រាកមួយថ្ងៃទៅ2ថ្ងៃឬក៏ទៅ3ថ្ងៃនៅក្នុងមួយសប្តាហ៍តាម level នៃការហាត់ផ្សេងគ្នាហ្នឹងហើយបន្ទាប់មកគឺរបបអាហារគឺរបបអាហារដែលមាន protein ខ្ពស់អញ្ចឹង protein ខ្ពស់គឺមានភាពចាំបាច់ខ្លាំងព្រោះថានៅពេលដែលយើងវឹកហាត់រាងកាយយើងខូចសាច់ដុំដើម្បីអាចផលិតសាច់ដុំថ្មីគឺយើងត្រូវការ amino acid ដែលបានមកពី protein ហ្នឹងអញ្ចឹងprotein synthesis មានន័យថាការសំយោគ protein ថ្មីគឺរាងកាយទៅចាប់យក amino acid ហ្នឹងដើម្បីយកមកផលិត protein ផលិតសាច់ដុំថ្មីធ្វើឲ្យរាងកាយរបស់យើងកាន់តែធំរឹងមាំខ្លាំងទៅអញ្ចឹងណាអញ្ចឹងសាច់ដុំរបស់យើងគឺទាប់ពីហាត់គឺត្រូវការរបបអាហារដែលមាន protein ខ្ពស់គ្រប់គ្រាន់ហើយក្រៅពី protein ក៏យើងត្រូវការ carbohydrate និងជាតិខ្លាញ់គ្រប់គ្រាន់ដែលលុះត្រាតែមានថាមពលគ្រប់គ្រាន់បានរាងកាយរបស់យើងមានសមត្ថភាពទាញយក protein ហ្នឹងយកមកប្រើប្រាស់ដើម្បីជួសជុលកសាងសាច់ដុំបន្ថែមអញ្ចឹងអាហ្នឹងចំណុចទី2ហើយតកតងទៅនឹងចំណុចទី3សំខាន់គឺអាហារបំប៉នក្នុងករណីដែលយើងមិនអាចរៀបចំរបបអាហារបានល្អគ្រប់គ្រាន់ជំរឿសបន្ថែមអាហារបំប៉នគឺជារឿងចាំបាច់ដោយសារតែនៅពេលដែលយើងវឹកហាត់ហើយយើងអត់អាចបំពេញតម្រូវការសារធាតុចិញ្ចឹមទេគឺការលូតលាស់សាច់ដុំក៏វាអត់ទៅរួចដែរអញ្ចឹងបើសិនជាយើងមានភាពលំបាកខ្លាំងក្នុងការរៀបចំរបបអាហារឲ្យបានល្អគឺយើងអាចបន្ថែមអាហារបំប៉នហើយអាហារបំប៉នដែលខ្ញុំ recommend គឺមានតែ basic អាច3គឺមាន protein ម្សៅ protein ហ្នឹង creatine ហើយនិង multivitamin អាហ្នឹងយើងអាចចាប់ផ្ដើមពី basic 3ហ្នឹងហើយយើងអាចបន្ថែមទៀតបន្ទាប់ពីយើងលក្ខណៈថាដល់កម្រិតមួយដែលយើងត្រូវជំរុញបន្ថែម
ហើយចំណុចចុងក្រោយដែលជារឿងសំខាន់បំផុតគឺតកតងនឹង consistency មានន័យថាភាពជាប់លាប់និងភាពអំណត់តកតងនឹងការកសាងសាច់ដុំគឺមិនមែនជាការធ្វើមួយថ្ងៃពីរថ្ងៃមួយខែពីរខែទេគឺត្រូវការពេលវេលាយូរយើងត្រូវដឹងថាសាច់ដុំយើងវាត្រូវការលើកទម្ងន់បែកខូចខាតហើយវាត្រូវការជួសជុលបន្តិចម្ដងកសាងធំទៅមុខបន្តិចម្ដងមិនមែនមួយថ្ងៃពីរថ្ងៃបានអញ្ចឹងអាចមក4 5ខែ5 6ខែមួយឆ្នាំ2ឆ្នាំឬក៏មួយជីវិតគឺយើងត្រូវធ្វើវារហូតដើម្បីធានាថាសាច់ដុំរបស់យើងបន្តលូតលាស់មិនបាត់បង់អញ្ចឹងគឺអត់មានអីបានមកមួយថ្ងៃពីរថ្ងៃបានទេជាពិសេសគឺរឿងសាច់ដុំនឹងតែម្ដងគឺត្រូវការសន្សំបន្តិចម្ដងអញ្ចឹងភាពជាប់លាប់ consistency ហ្នឹងហើយនឹងភាពអំណត់អត់ធ្មត់គឺជាកូនសោរកន្លឹះនៅក្នុងភាពជោគជ័យនៃការកសាងសាច់ដុំអញ្ចឹងទាំង4ចំណុចហ្នឹងខ្ញុំសង្ឃឹមថាយើងអាចយកទៅប្រើប្រាស់ដើម្បីទទួលបានសាច់ដុំលឿនធំលឿនហើយបើសិនជាមានចម្ងល់បន្ថែមទាក់ទងទៅនឹងចំណុចណាមួយឬក៏ចង់ដឹងបន្ថែមទាក់ទងទៅនឹងរបបអាហារការហាត់ប្រាណគឺអាចទាក់ទងមក Telegram ខ្ញុំបាន